ระเบียบชับด้าม trading สำหรับใดทำไมด่าตอนจะสอบในក្នុងវីដេអូនេះខ្ញុំឲ្យអ្នកនាងពីបទពិសោធន៍ trading របស់ខ្ញុំទាំង6ឆ្នាំរហូតបាន pass certificate ឬក៏ trade live account អីផ្សេងៗហ្នឹងទាំងការមើល candlestick structure ឬក៏ការ entry ផ្ទាល់ខ្លួននៅក្នុងវីដេអូនេះអូខេអញ្ចឹងទី1ដែលអ្នកនាងត្រូវរៀនដំបូងគេហ្នឹងគឺតកតងនឹង candlestick អញ្ចឹង candlestick វាមានពីរប្រភេទវាមាន bullish ហើយនិង bearish អញ្ចឹងតើ candlestick មានដំណើរការម៉េចcandlestick គឺវាដំណើរការមែនតើគឺមកពី line ទេមកពីខ្សែបែបហ្នឹងទេអញ្ចឹងឧទាហរណ៍ថា candlestick នេះវាមានពីរប្រភេទអញ្ចឹងឧទាហរណ៍ដល់វាម៉ោង8ដល់នេះម៉ោង8ដល់ម៉ោង8បើកមកវាឡើងទៅលើហើយវាតមកវាបិទនៅក្រោមបែបនេះអញ្ចឹងបើសិនជាវាបើកណានៅលើហើយវាបិទនៅក្រោមអញ្ចឹងវាបង្កើតទៅជាពណ៌ក្រហមមានតែ candlestick bearish មាន candle ពណ៌ក្រហមអញ្ចឹងប៉ុន្តែឧទាហរណ៍ថាវាម៉ោង8ណាវាបើកមកស្រាប់តែវាឡើងទៅលើហើយវាបិទនៅពីនេះវាឡើងទៅលើហើយវាបិទនៅបែបនេះវិញមានន័យថាបើកពីក្រោមបិទនៅពីលើបើកពីក្រោមបិទនៅពីលើអានេះគេហៅថា bullish candle នេះណា candle ពណ៌ខៀវអញ្ចឹងអានេះគឺសម្រាប់តែ time frame 1នាទីទេអញ្ចឹងណា1នាទីអញ្ចឹងបើអ្នកទាំងអស់គ្នាមើល5នាទីវានឹងដើរ5នាទីម្ដងអញ្ចឹងឧទាហរណ៍ថាម៉ោង8:00វាឡើងទៅលើហើយវាបិទមកក្រោមនៅក្នុងម៉ោង8:05ទេអញ្ចឹងទៅអញ្ចឹង candle នេះវាបង្កើតទៅជា candle ពណ៌អីគេពណ៌ក្រហមព្រោះវាបើកពីលើបិទនៅក្រោមនេះបើកពីលើបិទនៅក្រោម open ហើយ close អញ្ចឹងណាបើកពីលើបិទក្រោមនឹងជា candle ពណ៌ក្រហមអញ្ចឹងប៉ុន្តែអាសមរបស់វានេះអានេះគេហៅថាអីគេគឺ wick ឬក៏សមរបស់វាអញ្ចឹងទៅអញ្ចឹងវានឹងបង្កើតទៅជា candle bearish 5នាទីដោយសារវាបើកពីម៉ោង8បិទម៉ោង8 5នាទីអញ្ចឹងទៅអញ្ចឹងបន្តទៅយើងត្រូវរៀនទៅលើ structure របស់ market ឧទាហរណ៍ថាយើងមាន trend មួយថាកន្លែងនេះយើងហៅវាថា low ថាតម្លៃទាប high low high អញ្ចឹងកន្លែងនេះយើងហៅវាថា low high អក្សរ x កន្លែងនេះគេ high low ហេតុអីបានយើងហៅវាថា high low ដោយសារទីផ្សារទំនោរឡើងហើយបង្កើតបានតម្លៃទាបមួយអញ្ចឹងណា low high low អញ្ចឹងនៅពេលដែលមានការ break នៅកន្លែងនេះអានេះគេហៅថា BOS ឬក៏ break of structure អញ្ចឹងនៅពេលដែលមានការ break high នៅកន្លែងនេះអញ្ចឹងមានន័យថាវាបង្កើតបានទៅជា break of structure មានទីផ្សារបានbreak បន្តដំណើរទៅលើអញ្ចឹងបើផ្សារឡើងគឺវា break ឡើងទៅថប់ទៀតអញ្ចឹងណាមានន័យថាវាអត់ទាន់មានជា confirmation ថាទីផ្សារនឹងមានការចុះទេអញ្ចឹងដូចគ្នាតកតងនឹងទីផ្សារ market ចុះអញ្ចឹងកន្លែងនេះគឺ high lower high កន្លែងនេះ lower low បើយើងសរសេរអានេះវាហៅថា high ព្រោះតម្លៃខ្ពស់អូខេកន្លែងនេះ low ហើយកន្លែងនេះ lower high ហើយកន្លែងនេះ lower low អញ្ចឹងមានន័យថាម៉េចអានេះ high តម្លៃខ្ពស់នេះ low តម្លៃទាបlower high ហើយដែលយើងប្រើ L នៅខាងមុខមានន័យថាទីផ្សារចុះប៉ុន្តែបង្កើតតម្លៃខ្ពស់មានបានយើងដាក់អក្សរ low ហើយ high ហើយអញ្ចឹងបើសិនជាមានការ break នេះ break low នេះដើម្បីបង្កើតទៅជា lower low នេះកន្លែងនេះគេហៅថា break of structure ឬក៏ BOS អញ្ចឹងយើងកុំទាន់ច្រឡំគ្នាមួយ liquid ទេយើងរៀនតែប៉ុណ្្នឹងសិនទៅអញ្ចឹងកន្លែងនេះគេហៅថា break of structure មានទីផ្សារបានបន្តដំណើរទៅក្រោមទៀតអញ្ចឹងតើ break បើសិនជា break ពួកអាទាំងអស់នេះ break of structure គឺ break apart ណាមានបើ candlestick គឺបិទពីលើនេះណាអត់មានសល់ shadow សល់ស្មោសល់អីនៅពីក្រោមទេណាបើសិនជា break low គឺ break ទៅបែបហ្នឹងបែបទៅក្រោមបែបហ្នឹងប៉ុន្តែក្នុងករណីមួយទៀតអ្នកទាំងអស់នេះបើសិនជាទីផ្សារវាចង់ reversal មានតែវាចង់ច្រាស់ទិសដៅឡើងវិញអញ្ចឹងណាឧទាហរណ៍ថាកន្លែងនេះ lower low អញ្ចឹងណាតោះតែវាទៅ break lower high បែបនេះហើយវាអាច retest នៅតំបន់អាចជា array order block ទៅ IVG ណាវាឡើងទៅលើអញ្ចឹងមានន័យថាម៉េចមានន័យថានេះកន្លែងនេះបើប្រសិនជាវាចង់ផ្លាស់ប្ដូរទំនោរតោះតែវាពី swing នេះពី swing lower low វាទៅ break lower high របស់វាដូចតែក្នុងរូបភាពនេះអញ្ចឹងនៅក្នុងការ break កន្លែងនេះគេហៅថាវាមិនមែនតែ break of structure ទេមាន change of character CHOCH មានទីផ្សារបានផ្លាស់ប្ដូរអត្តចរិតពីចុះទៅឡើងអញ្ចឹងដូចគ្នាបើសិនជាផ្សារ high នេះវិញនេះផ្សារនេះទំនោរឡើងនេះវិញបើសិនជាវាចង់ change of character របស់វាកន្លែងនេះវា BOS អញ្ចឹងតើតែវាមក break អីគេកន្លែងនេះ high low របស់វាហើយអញ្ចឹងបានវាបែបនេះអញ្ចឹងកន្លែងនេះបើផ្សារ high កន្លែងនេះវាមិន low អញ្ចឹងកន្លែងនេះ high ឬក៏ high អញ្ចឹងទៅកន្លែងនេះ high low កន្លែងនេះ high អញ្ចឹងដើម្បីចង់ឲ្យវាផ្លាស់ប្ដូរអត្តចរិតពីឡើងមកចុះតើតែវា break នេះមានន័យថា swing មានន័យថាពេលទិសដៅរបស់វា
នៅក្នុង market វាត្រូវមក break តម្លៃ higher low របស់វានេះអញ្ចឹងនៅក្នុងការ break តម្លៃហ្នឹងគេយើងហៅវាថា change of character ឬក៏ទីផ្សារបានផ្លាស់ប្ដូរតែបើវាផ្លាស់ប្ដូរពីឡើងវាត្រូវផ្លាស់ប្ដូរពីចុះអញ្ចឹងទៅប៉ុន្តែនៅក្នុងការ entry ឬក៏ការ confirm របស់យើងវាច្រើនខ្ញុំ confirm នៅក្នុងជាមួយនឹង array IC order block ឬក៏ FVG អញ្ចឹងទៅអញ្ចឹងយើងអាចមកតំបន់នេះឬក៏តំបន់នេះអញ្ចឹងទៅអញ្ចឹងសម្រាប់របៀបនៅក្នុងការ entry តោះយើងទៅមើលទាំងអស់គ្នាអញ្ចឹងសម្រាប់យុទ្ធសាស្ត្រនៃការចូលផ្សាររបស់ខ្ញុំគឺពីច្រើនគឺប្រើទៅលើ CRT IC អញ្ចឹងអ្នកនេះអាចគ្រាន់តែដល់ម៉ោង 8 ព្រឹកយើងរកមើលទៅលើខណៈ 4 ម៉ោងឬក៏មានន័យថាខណៈ 4 ម៉ោងពុំផុតឬក៏ទីបផុតរបស់វាត្រូវបាន sweep អញ្ចឹងទៅសម្រាប់ indicator ទាំងអស់នេះអ្នកនេះអាចយក free បាននៅក្នុង channel របស់ខ្ញុំនៅក្នុង link website មាននៅ channel របស់ខ្ញុំឬក៏ community និង trader អញ្ចឹងដើម្បីយើងបាន indicator ហ្នឹង free យកទៅប្រើអីទៀតអញ្ចឹងឧទាហរណ៍ម៉ោង 8 ព្រឹកមកយើងឃើញថាយើងបើកភ្នែកមកនេះយើងមើលអា 4 ម៉ោងចាស់នេះ 4 ម៉ោងចាស់របស់វា CRT low នេះត្រូវបានផ្ដាច់ណាត្រូវបានផ្ដាច់អញ្ចឹងយើងដាក់វានៅកន្លែង 4 ម៉ោងចាស់របស់វានឹងថាវាជា CRT low អញ្ចឹងណា CRT low អញ្ចឹងយើងអាចដាក់មួយមានថា 4 ម៉ោងទីបំផុតហើយនឹងមួយទៀតគឺ 4 ម៉ោងខ្ពស់បំផុតរបស់វាអញ្ចឹងបន្តមកទៀតបើសិនជាវាផ្ដាច់ក្រោមយើងរកបាយផ្ដាច់លើយើងរកខ្សែប៉ុន្តែដើម្បីរកបាយរកខ្សែបានទី1យើងត្រូវប្រេកខ្សែកណ្ដាលស៊ីនេះយើងអាចមើលបើជាច្រើនពីច្រើនខ្ញុំមើលទៅលើ10នាទីក៏15នាទីតែពីច្រើនខ្ញុំមើល10នាទីទៅគឺវាច្បាស់មែនទេអញ្ចឹងនៅពេលដែលប្រេកខ្សែកណ្ដាលស៊ីភ្លាមបានខ្ញុំរកទៅមើលប្រភេទជា array អញ្ចឹងណាអញ្ចឹងតោះតែ break pot នេះយើងនិយាយទៅនៅលើខ្សែនេះបណ្ដោយអញ្ចឹងពេលដែលវាប្រេកខ្សែកណ្ដាលស៊ីខ្ញុំទៅមើលជាមួយនឹងប្រាក់ថាតើវាបង្កើតជា SMT អត់ SMT មានន័យថាម៉េចដូចខ្ញុំធ្លាប់ឧទាហរណ៍អញ្ចឹងបើសិនជាចន្លោះពីម៉ោងនេះពីម៉ោង 6 ទៅដល់ម៉ោង 8 20 30នេះមានន័យថាឥឡូវមាសអាចបង្កើតតម្លៃទាបបំផុតថ្មីបានប៉ុន្តែប្រាក់អត់អាចបង្កើតតម្លៃទាបបំផុតថ្មីបានអាហ្នឹងគេហៅ SMT អញ្ចឹងយើងឃើញនៅលើ screen ជាក់ស្ដែងណាអញ្ចឹងម៉ោងប្រហែលគ្នាទេនេះម៉ោង 8:30 អញ្ចឹងប្រាក់វាអត់អាចបង្កើតតម្លៃទាបបំផុតថ្មីបានហើយមាសអាចបង្កើតតម្លៃទាបបំផុតថ្មីបានអាហ្នឹងយើងហៅវាថាគេណា SMT តោះណាមានអាចបង្កើតតម្លៃទាបបំផុតថ្មីបានតែប្រាក់អត់អាចបង្កើតតម្លៃទាបបំផុតថ្មីបានបន្តមកទៀតយើងទៅមើលទៅលើ array ដូចជា FVG ឬ order block ថាតើវាមាន array អត់អញ្ចឹងឧទាហរណ៍នេះឃើញបែបនេះគឺ FVG ទូចមួយអញ្ចឹងសម្រាប់ FVG មានន័យថាបើសិនជាយើងរាប់ candle 1 2 3អញ្ចឹងអា candle កណ្ដាលនេះបើសិនជា candle ទី1ទី3អត់អាចបិទសងខាងមានន័យថាឲ្យបិទទៅចេញប្រហោងនៅ candle ទី2អាហ្នឹងគឺ FVG អញ្ចឹងប្រហោងប៉ុណ្ណាយើងចាប់វាជា FVG ប៉ុណ្ណឹងប៉ុន្តែនៅក្នុងនេះខ្ញុំឃើញដូចគ្នាយើងមានមិនត្រឹមតែមានជាមួយនឹង FVG តែមួយទេយើងមាន order block មួយទៀតណា order block មួយទៀតអញ្ចឹងរបៀបដែលខ្ញុំចាប់ order block វាច្រើនឧទាហរណ៍ខ្ញុំឃើញថា swing ចុះទាបបំផុតមួយអញ្ចឹងនៅពេលដែលមាន swing high មួយកើតឡើងមានន័យថាផ្សារវាបានបាញ់ឡើងលើវិញថាឥឡូវផ្សារវាចុះហើយប៉ុន្តែអា candle ពណ៌ក្រហមចុងក្រោយដែលបាញ់ផ្សារឡើងទៅលើអាហ្នឹងខ្ញុំចាប់វាជា order block អញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំមាន order block មួយខ្ញុំមាន FVG មួយនៅទៅហ្នឹងអញ្ចឹងបន្តមកទៀតខ្ញុំដូរមក5នាទីជាងខ្ញុំមើលទៅលើប្រសាមិញយើងបានចាប់ array វាយើងមាន FVG នៅហ្នឹងតែបើយើងមើល5នាទីឲ្យចិត្តដិតទៅនេះយើងមាន FVG រៀង clear ដល់នេះអញ្ចឹងទៅអញ្ចឹងដើម្បីយើង entry អត់ប្របាក់ទេអញ្ចឹងមានន័យថាយើងយក candle ទី1បិទអត់បាច់ candle ទី2បិទបិច្រាស់អញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាវាបិទ respect អត់បាច់ candle ទី2បិទបច្រាស់អញ្ចឹងគាត់តែបិទបច្រាស់ឡើងវិញគឺខ្ញុំនឹង entry អញ្ចឹងប៉ុន្តែខ្ញុំ entry នៅក្នុង5នាទីអញ្ចឹងណាដល់ឥឡូវនេះយើងអាចដាក់នៅក្នុង swing ណាមួយអញ្ចឹងដល់ឥឡូវខ្ញុំឃើញ swing នេះស្អាតអញ្ចឹងខ្ញុំអាច reach តាម1 2អញ្ចឹងទៅខ្ញុំអាចអាមយកទៅ1 2អូខេតែប៉ុណ្្នឹងហើយព្រោះពេលខ្លះទីផ្សារយើងនៅក្នុងម៉ោងអាស៊ីយើងត្រូវដឹងថាពេលខ្លះទីផ្សារអត់អាចឧទាហរណ៍គ្នាយើងអូចង់ TP ទៅដល់20 30លេខឥឡូវគឺពេលខ្លះវាពិបាកចឹងបើសិនជាត្រឹម10លេខហ្នឹង is okay អញ្ចឹងណាអញ្ចឹងបានតែពេលខ្លះយើងឃើញតំបន់ TP ដែលយើងត្រូវទៅអញ្ចឹងបានយើងអាចទាញ SL បានអញ្ចឹងណាឬក៏មួយទៀតយើងយក 50% នៃ candle 4 ម៉ោងហ្នឹងក៏បានបើអ្នកនេះចេះយុទ្ធសាស្ត្រហើយតែអ្នកនេះអត់មាន account trade ក៏ពិបាកដែរអញ្ចឹងខ្ញុំ recommend broker មួយដែលខ្ញុំប្រើគឺអ្នកនេះពេល trade ទៅបើសិនគ្រប់ lot យើងអាចបានលុយត្រឡប់មកវិញគឺ$10អញ្ចឹងទៅទាំង spread ទៀតអត់មាន commission អត់មាន swap អីទេហើយនឹងការរៀនសិក្សាផ្សេងៗអ្នកនេះអាច join ជាមួយ channel ខ្ញុំឬក៏ community នៃ trader ក្នុង website ដូចគ្នាហើយមានចង្អុលអីផ្សេងៗអាចឆាតសួរខ្ញុំបានហើយពីខ្ញុំទៅមានតែប៉ុណ្្នឹងទេហើយជួបគ្នាជាមួយវីដេអូក្រោយខ្ញុំតទៀត Bye